យើងក្រមុំទាំងបីជួបគ្នាខ្ញុំក៏ក្រមុំខ្ញុំក៏ក្រមុំស្អីចេញមកកមុំកម៉ែស្អីថ្ងៃនេះគេបានមកដល់លេងនៅភូមិគ្រឹះរបស់អ្នកមីនសុខេណាគ្នាហើយនេះគឺជាកញ្ញារីគីគឺគាត់ជិះថាតាគាត់ឲ្យតែឆ្លៀកចឹងគឺគាត់ជិះថាតាព្រោះថាតាជួយបិទបាំងរូបរាងគាត់យ៉ាងទៅផ្អើលតាមផ្លូវហើយម្យ៉ាងទៀតជិះថាតាគឺមានឱកាសឈ្នះរង្វាន់ផងដែរជិះកាន់តែច្រើនឈ្នះកាន់តែច្រើនហើយមានឱកាសឈ្នះរង្វាន់កញ្ចប់ថែសម្រស់ទៀតចឹងទៅកញ្ញារីគីគឺទៅថែសម្រស់ជិះថាតាផងឈ្នះកញ្ចប់ថែសម្រស់ផងហើយគឺថាផ្អើលភូមិតែម្ដងផ្អើលកូនក្មេងពេញនឹងតែម្ដងហើយខ្ញុំមកដល់ភ្លាមបានបងគាត់សុំថតគឺថាសប្បាយរីករាយខ្លាំងមែនតើខ្ញុំឡើងផ្អើលនេះចង់មើលតែផ្ទះហើយអត់ចង់មើលកាមេរ៉ាមើលអីខ្ញុំមិនសឹមឡើងមើលតែផ្ទះខាងក្នុងគេទេគឺថាអូហូពិតជាស្រស់ស្អាតមែនតើអ្នកនេះឃើញដល់ឡងធំស្គមស្កៃហ្មងណាពេលណាមិនចង់ថតអត់មានចង់ថតទេបើដល់ចង់ថតជាមួយនឹងផ្ទះនឹងឯងហើយជាមួយនឹងមីងសុកខេងហើយជាមួយនឹង SG ហើយនឹងលៀបអីហ្នឹងមកដល់ភ្លាមគឺថាលៀបបរិញ្ញាខ្ញុំរំភ្លាមហ្មងអត់មានចាំយូរទេគឺថាលៀបបកែរំសាហាវហ្មងនៅក្រៅគាត់ថាគាត់មិនសូវចេះមាត់កអញ្ចឹងណាបានពួកគាត់រស់រាយសប្បាយខ្លាំងមែនតើមកកម្មវិធីនេះហើយកញ្ញារីគីគាត់ឃើញកន្លែងផ្កាកន្លែងសួនចឹងទៅគឺថាគាត់មិនចាំយូរទេកន្លែងចឹងគឺជាបេនរបស់គាត់ហើយគាត់ឃើញចឹងគឺថាចូលផ្លុកគាត់ដូចរុក្ខទេវតាអញ្ចឹងគាត់ចូលហើយគាត់មានអារម្មណ៍ថាខ្លួនឯងជារុក្ខទេវតាបាទតើមិនតបានកែផេតសម្បីតែសំឡេងក៏មិនតបានកែដែរយើងផ្លត់ម្សាដែរពេលខ្លាំងម៉ែក៏ផ្លត់ម្សាមកហូចបានពួកយើងពិតជាល្អខាងណាណាពួកយើងគឺបុរសទាំង3នាក់ទេយើងក្រមុំទាំងបីជួបគ្នាខ្ញុំក៏ក្រមុំខ្ញុំក៏ក្រមុំញោមមិនមែនក្រមុំអីម៉ាបាទអរគុណច្រើនអ្នកម៉ាណាខ្ញុំសូមជួយការទៅក្នុងសិនយើងជួបគ្នាបន្តិចទៀតនេះទាញប្រយោជន៍ពីម៉ែបាទមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណដល់បងរលីនដែលបានដឹងបងដឹងមីងខ្ញុំពិបាកជាងគេតែដឹងហៅបងហៅមីងនឹងតែចង់ក្រោយចង់អរគុណគាត់តែព្រមឲ្យបងអូនយកវីដេអូមកធ្វើអាជីវកម្ម